បាទជំរាបសួរពុកម៉ែបងប្អូនជួបជាមួយខ្ញុំបាទម្ដងទៀតហើយទាក់ទងនឹងការធ្វើម្ហូបបាទចំពោះម្ហូបថ្ងៃនេះផងដែរគឺខ្ញុំបាទលើកឡើងបាទគឺម្ហូបបាទដុតត្រីបាទញ៉ាំជាមួយបាទទឹកប្រហុកផងដែរបាទពុកម៉ែបងប្អូនបាទមុនដំបូងនឹងធ្វើម្ហូបបាទឥឡូវនេះខ្ញុំបានបាទទៅផ្សារដើម្បីរកទិញបន្លែនិងត្រីដើម្បីយកមកធ្វើម្ហូបផងដែរបាទពុកម៉ែបងប្អូនចំពោះថ្ងៃនេះគឺខ្ញុំមានបន្លែខ្ញុំទិញបាទត្រសក់បាទពេញប៉ោះបាទហើយនឹងស្ពៃផងដែរដើម្បីយកទៅញ៉ាំជាមួយបាទត្រីដុតបាទត្រីដុតនោះគឺត្រីរ៉ស់ផងដែរពុកម៉ែបងប្អូនណាបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានទិញបន្លែត្រីរួចហើយឥឡូវខ្ញុំបានមកដល់ផ្ទះបាទគឺចាប់ផ្ដើមលាងបាទគ្រឿងតែម្ដងគឺយើងមានគល់ស្លឹកគ្រៃបាទនិងស្លឹកផងដែរដាក់លាងសម្អាតឲ្យស្អាតបាទដើម្បីយកទៅទ្រាប់ឆ្នាំងដើម្បីដុតត្រីផងដែរបាទបន្ទាប់ពីខ្ញុំបានលាងគល់ស្លឹកគ្រៃហើយឥឡូវខ្ញុំមកលាងបាទបន្លែបាទយើងមានស្ពៃបាទយើងមានត្រសក់ហើយនឹងពេញប៉ោះផងដែរពុកម៉ែបងប្អូនបាទចំពោះស្ពៃគឺយើងលាងសម្អាតឲ្យស្អាតមកបាទថ្ងៃនេះខ្ញុំមានបន្លែតែប៉ុណ្្នឹងទេបាទចំពោះបងប្អូនដែលចង់ញ៉ាំបន្លែបន្ថែមទៀតយើងមានច្រើនទៀតបាទយើងមានជីគ្រប់មុខមកបាទមានបន្លែបន្ថែមទៀតសម្រាប់ញ៉ាំជាមួយបាទត្រីដុតថ្ងៃហ្នឹងបាទចំពោះបន្លែផងដែរគឺពុកម៉ែបងប្អូនបាទលាងទឹកឲ្យស្អាតមែនតើគឺហើយលាងបាទបន្ទាប់ពីលាងស្អាតហើយខ្ញុំក៏បាទយកកាំបិតមកចិតបាទចុងត្រសក់បាទឲ្យស្អាតផងដែរបាទបន្ទាប់ពីខ្ញុំបានលាងបន្លែរួចរាល់ហើយឥឡូវខ្ញុំមកលាងបាទម្ទេសបាទបេះឲ្យស្អាតមកហើយនឹងស្លឹកក្រូចសើចផងដែរបាទដើម្បីលាងទុកដើម្បីទុកបុកគ្រឿងផងដែរបាទបន្ទាប់ពីខ្ញុំបានលាងបាទបន្លែនិងគ្រឿងរួចរាល់ហើយឥឡូវខ្ញុំងាកមកបាទលាងត្រីម្ដងបាទចំពោះត្រីគឺខ្ញុំទិញតែ2ទេថ្ងៃហ្នឹងបាទគឺធំតែម្ដងដើម្បីយកមកបាទដុតមុននឹងដុតគឺយើងលាងសម្អាតឲ្យស្អាតសិនពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានលាងត្រីរួចរាល់ហើយឥឡូវនេះខ្ញុំបានរៀបចំដាក់ចានដើម្បីបង្ហាញជូនពុកម៉ែបងប្អូនបាទចំពោះបាទមុខម្ហូបថ្ងៃហ្នឹងគឺយើងមានត្រីបាទត្រីរ៉ស់ហ្នឹងចំនួន2ផងដែរបាទដើម្បីត្រៀមដុតបន្ទាប់មកទៀតយើងមានបាទពេញប៉ោះបាទយើងមានត្រសក់ហើយស្ពៃបាទស្ពៃក៏ញ៉ាញ់ផងដែរបាទគល់ស្លឹកគ្រៃបាទក្រូចឆ្មាក្រូចសើចម្ទេសហើយនឹងរំដេងផងដែរពុកម៉ែបងប្អូនដើម្បីត្រៀមបាទដុតត្រីថ្ងៃហ្នឹងណាបាទបន្ទាប់ពីខ្ញុំបានរៀបរាប់បាទគ្រឿងដើម្បីធ្វើម្ហូបបន្តិចទៀតនេះឥឡូវយើងមកចាប់ផ្ដើមបាទរៀបចំហាន់គល់ស្លឹកគ្រៃបាទដើម្បីយកទៅបាទប្រឡាក់ត្រីដើម្បីដុតបាទយើងហាន់គល់ស្លឹកគ្រៃយើងហាន់រំដេងឲ្យតូចមកពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំបានហាន់បាទគល់ស្លឹកគ្រៃដំខ្ទឹមរួចរាល់ហើយឥឡូវនេះបាទខ្ញុំចាប់ផ្ដើមបាទគឺបុកទឹកត្រីតែម្ដងបាទគឺទឹកប្រហុកបាទបន្ទាប់ពីខ្ញុំបានរៀបចំគ្រឿងរួចរាល់ឥឡូវខ្ញុំបាទងាកមកបុកបាទទឹកត្រីកោះកុងតែម្ដងបាទឬមួយក៏បាទទឹកប្រហុកបាទព្រោះខ្ញុំដាក់ប្រហុកថ្ងៃហ្នឹងណាបាទចំពោះបងប្អូនដែលមិនចេះញ៉ាំប្រហុកក៏មិនបាច់ដាក់ក៏បានដែរចំពោះការធ្វើទឹកប្រហុកដើម្បីញ៉ាំជាមួយត្រីដុតរបស់ខ្ញុំគឺបាទយើងបុកបាទម្ទេសបាទខ្ទឹមសឲ្យម៉ត់មកបន្ទាប់មកបាទយើងដាក់ស្ករក្រហមបាទឬមួយក៏ស្ករត្នោតផងដែរបាទចំពោះពុកម៉ែបងប្អូនដែលអត់មានស្ករត្នោតទេពុកម៉ែបងប្អូនអាចប្រើស្ករសក៏បានដែរបន្ទាប់ពីខ្ញុំដាក់ស្ករក្រហមហើយបន្ទាប់មកទៀតខ្ញុំក៏បានបាទដាក់ប៊ីចេងចូលបន្ទាប់ពីយើងដាក់ប៊ីចេងហើយគឺបាទយើងបុកកូរឲ្យរលាយគ្រាប់ប៊ីចេងផងដែរពុកម៉ែបងប្អូន
បាទបន្ទាប់មកទៀតខ្ញុំបាទលួចទឹកត្រីបន្តិចបាទដើម្បីយកក្លិនណាបាទបន្ទាប់ទៀតគឺបាទខ្ញុំដាក់ប្រហុកបាទចំពោះប្រហុកពុកម៉ែបងប្អូនអាចដាក់ឆៅក៏បានចំពោះខ្ញុំគឺប្រហុកខ្ញុំបានចំហុយឲ្យឆ្អិនហើយបាទបន្ទាប់ពីខ្ញុំលាយប្រហុកហើយឥឡូវនេះខ្ញុំបានដាក់ក្រូចឆ្មាចូលទៅម្ដងបាទគឺយើងច្បាច់ក្រូចឆ្មាឲ្យជូរណាពុកម៉ែបងប្អូនដើម្បីទុកញ៉ាំជាមួយបន្លែហើយនិងត្រីសាច់ត្រីផងដែរបាទបាទឥឡូវនេះឃើញថាទឹកត្រីកោះកុងឬមួយក៏ប្រហុកទឹកប្រហុករបស់យើងគឺបានធ្វើរួចរាល់ហើយពុកម៉ែបងប្អូនបាទហើយខ្ញុំក៏បានដួសទុកក្នុងចានបាទដើម្បីយកទៅក្លាសេឲ្យត្រជាក់ផងដែរបន្ទាប់មុននឹងយកមកញ៉ាំផងដែរណាពុកម៉ែបងប្អូនបាទបន្ទាប់មកទៀតខ្ញុំបាទផ្សំគ្រឿងបាទលាយគ្រឿងដើម្បីប្រឡាក់បាទត្រីដែលខ្ញុំបានទិញមកពីផ្សារមិញណាត្រីរ៉ស់ចំនួន2ហ្នឹងណាបាទជំហានដំបូងគឺខ្ញុំដាក់ទឹកប្រេងខ្យងបាទបន្ទាប់មកម្ទេសហុយយើងហ្នឹងបាទម្ទេសហុយបាទបន្ទាប់មកប៊ីចេងបន្តិចអំបិលបាទអំបិលខ្ញុំដាក់រាងច្រើនបន្តិចដើម្បីឲ្យវាមានរសជាតិបាទស្កាត្រីហ្នឹងរាងប្រៃតែពុកម៉ែបងប្អូនប៉ុន្តែចំពោះសាច់ត្រីអត់អីណាដោយសារខ្ញុំប្រឡាក់ពីលើទេបាទបន្ទាប់មកខ្ញុំថែមរ៉តឌីបន្តិចបាទឥឡូវបាទក៏ខ្ញុំបានដាក់គ្រឿងដែលខ្ញុំបានហាន់ហ្នឹងបាទមានគល់ស្លឹកគ្រៃបាទខ្ទឹមសបាទរំដេងផងដែរហើយនឹងស្លឹកក្រូចសើចបាទយើងច្បាច់ឲ្យសព្វមកពុកម៉ែបងប្អូនបាទលាយវាឲ្យសព្វមកបន្ទាប់មកទៀតបាទយើងយកត្រីដែលយើងបានសម្អាតស្អាតហ្នឹងបាទយកមកប្រឡាក់បាទមកប្រឡាក់ច្បល់ឲ្យសព្វគ្រឿងតែម្ដងបាទដើម្បីឲ្យត្រៀមដុតបន្តិចទៀតនេះបាទបាទបន្ទាប់ពីខ្ញុំបានរៀបចំឥឡូវខ្ញុំបានដាក់ត្រីហើយក៏បើកភ្លើងបិទគម្របឥឡូវបាទត្រីរបស់យើងគឺបាទចេញផ្សែងបណ្ដើហើយពុកម៉ែបងប្អូនតែអត់ទាន់ឆ្អិនទេបាទឥឡូវនេះបាទត្រីយើងបានឆ្អិនខ្ទង់50%ហើយពុកម៉ែបងប្អូនគឺនៅម្ខាងទៀតបាទគឺម្ខាងគឺឆ្អិនហើយបាទបន្ទាប់មកទៀតខ្ញុំបានប្រែត្រីបាទដាក់ម្ខាងទៀតបាទបាទពុកម៉ែបងប្អូនឥឡូវនេះបាទត្រីរបស់យើងបានឆ្អិនរួចរាល់ហើយពុកម៉ែបងប្អូនប៉ុន្តែខ្ញុំមិនទាន់បានបាទលើកដាក់ចានទេបាទឥឡូវនេះខ្ញុំបានលើកដាក់ចានរួចរាល់ហើយបាទមើលទៅទំនងទេបងប្អូនបាទគួរឲ្យចង់ញ៉ាំទេបាទចំពោះមុខម្ហូបថ្ងៃហ្នឹងខ្ញុំបានធ្វើរួចរាល់ហើយបាទហើយក៏សូមអរគុណច្រើនពុកម៉ែបងប្អូនចំពោះការបាទតាមដានទស្សនាវីដេអូខ្ញុំបាទបើមានកន្លែងណាខុសឆ្គងសូមអធិស្ឋានពុកម៉ែបងប្អូនផងអរគុណច្រើន